រដ្ឋបាលខេត្តឧត្តរមានជ័យរៀបចំពិធីគោរពវិញ្ញាណក្ខន្ធបាំងស្កលនិងរាប់បាតដើម្បីឧទ្ទិសកុសលជូនវីរៈកងទ័ពនិងវីរៈនគរបាលដែលបានពលីជីវិតក្នុងសមរភូមិមុខក្នុងបុព្វហេតុការពារបូរណភាពទឹកដីដោយមានការចូលរួមពីឯកឧត្តមស៊ីប្រាសិទ្ធប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមមានច័ន្ទយ៉ាដាអភិបាលនៃគណៈអភិបាលខេត្តនិងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញខេត្តកងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទមន្ត្រីរាជការនិងប្រជាពលរដ្ឋយ៉ាងច្រើនកកកនៅបរិវេណវេទិកាបនអុំទូកក្នុងក្រុងសំរោងនាព្រឹកថ្ងៃទី23ខែកក្កដាឆ្នាំ2026នេះលើពីនេះការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធបាំងស្កលនិងរាប់បាតនេះមិនត្រឹមតែជាការរំលឹកខួប1ឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការចងចាំមិនភ្លេចនៅពលិកម្មដ៏ធំធេងរបស់វីរៈកងទ័ពនិងនគរបាលជាតិការលះបង់សាច់ស្រស់ឈាមស្រស់និងអាយុជីវិតរបស់ពួកគាត់ក្នុងសមរភូមិមុខគឺជាមរតកស្មារតីដ៏ពិសិដ្ឋដែលកូនខ្មែរគ្រប់រូបត្រូវចងចាំនិងរក្សាទុកក្នុងក្រអៅបេះដូងជាអមតៈឈាមនិងសាច់ស្រស់របស់វីរៈជនទាំងអស់បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាការពារសុខសន្តិភាពអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាសកម្មភាពនេះគឺជាការដាស់ស្មារតីឲ្យប្រជាជនខ្មែរគ្រប់រូបដឹងគុណនៅពលិកម្មដ៏ធំធេងរបស់វីរៈកងទ័ពនិងនគរបាលជាតិដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជាទាំងមូលជាពិសេសស្គាល់កាន់តែច្បាស់ពីតម្លៃនៃសន្តិភាពនិងចេះស្រឡាញ់ការរួបរวมសាមគ្គីគ្នាជាធ្លុងមួយដើម្បីការពារជាតិមាតុភូមិក្នុងឱកាសនោះដែរថ្នាក់ដឹកនាំខេត្តព្រមទាំងកងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការនិងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់បានចូលរួមរាប់បាតប្រគេនព្រះសង្ឃ108អង្គដើម្បីឧទ្ទិសនិងបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធរបស់វីរៈកងទ័ពនិងវីរៈនគរបាលជាតិបានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍